កាលដើមឡើយមានសេដ្ឋីពស់ម៉ាញម្នាក់រស់នៅជាមួយនឹងកូនស្រីឈ្មោះរាជិនីនិងអ្នកបម្រើស្រីឈ្មោះនាងអ៊ីតកូនស្រីថ្ងៃនេះពុកគិតថាទៅលេងស្រុកកំណើតពុកមកព្រឹកហើយដល់ល្ងាចពុកគិតថានឹងត្រឡប់មកវិញព្រោះពុកនឹកអ្នកជិតខាងដែលធ្លាប់រស់នៅជាមួយគ្នាកាលពីពុកមិនទាន់មានម៉ែឯងណាណែនាងអ៊ីតកុំភ្លេចជួយមើលកូនអ៊ំផងណាអ៊ំទៅតែមកព្រឹកទេថ្ងៃជ្រេនតិចអ៊ំនឹងត្រឡប់មកវិញហើយចាពុកតែនាងពុកទៅតែម្នាក់ឯងទេមែនទេត្រូវហើយបើមិនទៅម្នាក់ឯងទៅជាមួយអ្នកណាទៀតកូនក៏ដឹងស្រាប់ហើយរាល់ថ្ងៃយើងនៅតែ3នាក់នឹងតែកុំបារម្ភពីពុកណាព្រោះពុកក៏ចាស់ណាស់ហើយដែរហើយទៅស្រុកធ្វើដំណើរកាត់ព្រៃកាត់វាលដល់ថ្មជើងបែបនេះខ្លាចក្រែងលោកត្រូវឲ្យលោកអ៊ំដែលម្នាក់ឯងមិនសូវទុកចិត្តទេមិនអីទេកុំ